ដំបូងយើងវល់ម្សៅថ្លឹងវាហ្នឹង3គីឡូហើយយើងកាត់ចែកចេញជា3ដុំបន្ទាប់ចែកចេញជា3ដុំហើយយើងលុញវាមូលចេះហើយយើងចាប់ដើមយកម្ដុំគ្រប់3ដុំហ្នឹងធ្វើម៉េចមកចកត់វាឲ្យស្បែកទាំងអស់ហើយបាញ់ម្សៅឲ្យជាប់យកឈើវែងសកត់វាស្ដើងហើយចាំយើងយកអាប្រេងលាយមួយបឺហើយនឹងម្សៅហ្នឹង3-4មុខហ្នឹងលាយចូលគ្នាហើយយើងយកមកលាបពីលើនំលាបពីលើម្សៅដែលយើងដេញទៅប៉ែតហ្នឹងលាបរយវាជុំវិញទាំងអស់ហើយចាំយើងយកអាច័រគៀសម្សៅហ្នឹងយកមកប៉ាតវាយើងគៀសឲ្យដូចគៀសទៅមើលឲ្យវាសប់ពេញនំទាំងអស់ហ្នឹងហើយសប់ក្នុងរូបហ្នឹងធ្វើមើលឲ្យសប់ស្មើគ្នាហើយចាំយើងយកសម្រាប់គៀសម្សៅហ្នឹងកាត់ជាកង់វងបូជុំវិញកាត់វាមកឈុតកុំឲ្យដាច់ហ្នឹងកាត់វាឈុតជុំវិញទាំងអស់ហើយចាំយើងយកម្សៅមកបត់គោលើគ្នាបត់គោនៅស្វែងទៅស្វែងមកស្វែងទៅឡើងមកឲ្យគោលើគ្នាទៅដើម្បីឲ្យពេលយើងជៀនទៅវាចេញជាស្ទាប់100ស្ទាប់ហើយអញ្ចឹងសល់ប្រហែលយើងបង្វិលនំហ្នឹងហើយយកអាឆ្វេងអាស្ដាំហ្នឹងមកគោលើគ្នាម្ដងទៀតហើយយើងព្រួតអាកតូវានៅចិត្តហើយចាំយើងធ្វើអញ្ចឹងរហូតទៅ3ដុំហ្នឹងទៅ3គីឡូគឺយើងកាត់ចែកចេញជា3ដុំមកស្មើគ្នាហើយតែយើងយកឈើវែងហ្នឹងមកសង្កត់ញីវាឲ្យស្បែកម្ដងទៀតយើងចាប់ដើមជៀនបានអញ្ចឹងមុននឹងយើងដេញវាស្បែកហ្នឹងយើងត្រូវយកម្សៅហ្នឹងប៉ាតវាសប់ហើយយើងយកឈើហ្នឹងមូលវាដើម្បីកុំឲ្យជាប់ហើយចាំយើងយកវាទៅដាក់លើផ្ទះជៀននេះផ្ទះជៀនរបស់យើងអញ្ចឹងយើងលាវាតាមឈើហ្នឹងដែរទៅយើងកុំយកដៃឬក៏អីកុំញ៉ាំវាមកវាយាមម្សៅខូចអស់ហើយបន្តមកទៀតយើងចាប់ដើមបាញ់ទឹកធម្មតារបស់យើងហ្នឹងមិនមែនទឹកអីទេគឺទឹកធម្មតាអញ្ចឹងយើងបាញ់ឲ្យវាសប់លើនំហ្នឹងបាញ់ឲ្យសប់ហើយអស់យើងចាប់ដើមយកល្ងសដែលយើងលីងហើយហ្នឹងយើងយកមករយមិនមែនយកល្ងអត់តាន់លីងទេយកល្ងសរយពីលើឲ្យសប់នំទាំងអស់សប់ហើយយើងបិទកម្របហើយយើងប្រើភ្លើង200អង្សាអញ្ចឹងអាលើក៏ប្រើភ្លើង200អាក្រោមក៏ប្រើភ្លើង200អញ្ចឹង200ដូចគ្នាហើយក្នុងរយៈពេលជៀនគឺតែ5នាទីទេមកចំហៀង5នាទីអញ្ចឹងដល់ពេល5នាទីយើងបើកវាឆ្អិនហើយយើងយកប្រេងឆាឬក៏ប្រេងពោតយើងហ្នឹងយកមកលាបវាសិនលាបលើវាហើយចាំយើងប្រែវាត្រឡប់យើងមកខាងទៀតនេះត្រឡប់ដូចក្នុងវីដេអូអញ្ចឹងហើយចាំយើងយកប្រេងហ្នឹងមកលាបវាម្សាទៀតពីលើម្ដងទៀតនិយាយទៅអាក្រោមក៏លាបអាលើក៏លាបតែពេលលាបវាឲ្យសព្វអស់ហើយយើងបិទកម្របទុក5នាទីទៀតតែពេលហើយយើងចាប់ផ្ដើមកាត់វាហើយវាចេញជា100ស្ទាប់អស់ហើយបន្តមកទៀតយើងប្រែវាមើលនំទៅវាចេញប្រហែលស្ទាប់ហើយចាំយើងកាត់ដាក់ក្នុងប្រអប់ហើយ